លោកធរទាំងឡាយចិត្តជាប្រធានប្រសាពមៀនអ្វីធំលើចិត្តដឹងសុខដឹងទុក្ខមុខគួរអាណិតសម្រេចដោយចិត្តជាអ្នកចាត់ចែងបុគ្គលមានចិត្តជ្រះថ្លាល្អហើយពុំប្រព្រឹត្តឡើយការនាំចម្បែងទោះនិយាយស្ដីប្រពៃក្រៃលែងគោរពកោតក្រែងធ្វើតែកុសលព្រោះចិត្តជ្រះថ្លាបរិសុទ្ធនោះឯងក្តីសុខរមែងតាមជាប់បុគ្គលដូចជាស្រមោលអន្ទោលវល់វល់តាមប្រាណបុគ្គលយ៉ាងដូច្នោះឯងយោនិរោរីជនឯណាមានចិត្តជ្រះថ្លាប្រាថ្នាចាត់ចែងធ្វើបុណ្យឲ្យទានឥតមានចម្បែងក្តីសុខរមែងតាក់តែងជននោះគៀចដីដែលឈ្មួញឆ្នាំងធ្វើតូចធំចំទើឆៅក្តីឆ្អិនក្តីរមែងត្រូវបែកចំណែកជាដីខ្លាយជាឥតន័យនៅទីបំផុតនោះយ៉ាងណាមិញជីវិតសត្វលោកឈឺឬកើតរោគវិយោគតក់ស្លុតរមែងត្រូវស្លាប់ចោលកាយកំដុតនៅទីបំផុតក៏ដូច្នោះដែរហៀបពិតយ៉ាងនេះរិះគិតយ៉ាងណាគួររោគធរអាឬគួរកុំក្បែរអ្នកក្រក៏ស្លាប់មានក៏ស្លាប់ដែរកម្មករថៅកែស្លាប់តែទាំងអស់អ្នកកើតតែងស្លាប់មិនយ៉ាប់គិតទេទាំងយើងទាំងគេស្លាប់ឥតសល់សោះគ្រាន់តែមុនក្រោយយូរឆាប់ប៉ុណ្ណោះត្រូវគិតមើលចោះគួរធ្វើយ៉ាងណារាល់សេចក្តីល្អដែលខ្ញុំបានធ្វើសូមបានទៅជាប្រយោជន៍ទៅដល់ញាតិរបស់ខ្ញុំសូមញាតិរបស់ខ្ញុំបានដល់នូវសេចក្តីសុខបុណ្យឯណាដែលខ្ញុំបានធ្វើហើយមានទានក្តីមានសិលក្តីសូមជាបច្ច័យឲ្យខ្ញុំបានទៅកើតក្នុងជាតិណាជួបជាមួយនឹងធម៌របស់សពអរោះនៅក្នុងត្រកូលមួយដ៏សមរម្យមានសមាធិធិជាដើមរាល់សេចក្តីល្អរបស់ខ្ញុំនិងក្រុមញាតិរបស់ខ្ញុំដែលខ្ញុំបានបំពេញនៅក្នុងថ្ងៃនេះសូមឲ្យខ្ញុំបាននូវសេចក្តីសុខក្នុងពេលបច្ចុប្បន្នខ្ញុំនឹងប្រឹងប្រែងធ្វើនៅសេចក្តីល្អគ្រប់ប្រតិបត្តិចំពោះអ្នកមានគុណគ្រប់ប្រតិបត្តិព្រះពុទ្ធសាសនារាល់សេចក្តីល្អទាំងអស់នេះសូមញាតិនៅក្នុងពេលបច្ចុប្បន្នផងញាតិនៅក្នុងសង្សារវដ្តផងញាតិនៅក្នុងបរលោកផងសូមបានត្រេកអរអនុមោទនាម្យ៉ាងវិញទៀតបុគ្គលដែលមានពៀននឹងខ្ញុំសូមឲ្យបានត្រេកអរនៅបុណ្យទាំងអស់នេះសូមជាចំណែកបាននូវសេចក្តីសុខអស់កលតរៀងទៅនៅក្នុងលោកពេលបច្ចុប្បន្ននេះខ្ញុំសូមប្រម៉ែប្រមូលបុណ្យរបស់ខ្ញុំដែលខ្ញុំបានធ្វើទាំងអម្បាលម៉ានមិនថាពេលណានោះទេខ្ញុំតែងតែមានចិត្តត្រេកអររីករាយនឹករលឹកចំពោះញាតិទាំងឡាយហេតុនេះសូមជាបច្ច័យបានរួចផុតចាកទុក្ខផងជា